ព័ត៌មានបារាំងគេចុះផ្សាយថាសង្គ្រាមនៅអ៊ីរ៉ង់6ថ្ងៃដំបូងអាមេរិកចំណាយអស់ 11,000 លាន 11 ថ្ងៃ6ថ្ងៃដំបូងឯណាអស់ 11,000 លានអាមេរិកចំណាយ ប៉ុន្តែបន្ទាប់ទៅអត់ដឹងទេគេនិយាយតែ6ថ្ងៃដំបូងឯង 11,000 ហើយឡើយចូលថ្ងៃទី 12 ហើយទី 12 13ហើយនេះមិនដឹងអស់ប៉ុន្មានទេអញ្ចឹងហើយដូណាល់ត្រាំគាត់ចាប់ផ្ដើមអួតហើយចាប់ផ្ដើមអួតវិជ័យជំនះហើយចាប់ផ្ដើមដកថយដកខ្លួនចេញហើយគាត់ថាគាត់បញ្ចប់ហើយភារកិច្ចរបស់គាត់ណាការងាររបស់គាត់នៅអ៊ីរ៉ង់មកត្រូវបានបញ្ចប់ហើយអញ្ចឹងគាត់ឈ្នះហើយណាគាត់ឈ្នះហើយហ្នឹងហើយមិនដឹងឈ្នះលើអីទេឈ្នះលើអីទេបែរជាគោលដៅគាត់ចង់សម្លាប់អាយ៉ាតូឡាហើយដល់ពេលសម្លាប់បានក៏គាត់ថាឈ្នះអាហ្នឹងក៏អាចថានិយមន័យឈ្នះរបស់ដូណាល់ត្រាំគាត់ថាបានក៏មិនតែស្ថានភាពបច្ចុប្បន្នអ៊ីរ៉ង់ធ្វើតែបិទតែរងការវាយប្រហារខ្ទេចខ្ទាំអស់នាវាអស់យន្តហោះអស់ប្រព័ន្ធនេះប្រព័ន្ធនោះក៏ដោយក៏អ៊ីរ៉ង់អត់មានទុនសគៀបទេណាអ៊ីរ៉ង់ទើបចាប់ផ្ដើមកម្ដៅម៉ាស៊ីនទេណាអ៊ីរ៉ង់ទើបចាប់ផ្ដើមកម្ដៅម៉ាស៊ីនទេបងប្អូនអញ្ចឹង6ថ្ងៃអស់ 11,000 លានគឺលុយរបស់បងប្អូនអាមេរិកកាំងយើងឬឯងលុយពន្ធដារហ្នឹងយកទៅបាញ់ចោលអញ្ចឹងគាត់លងខ្លួននឹងអ៊ីស្រាអែលមកប្រាវអស់មិនក្រំ 20,000 លាននេះ11 12ថ្ងៃនេះមិនក្រំ 20,000 លាននេះ 20,000 លានច្រើនបងប្អូនច្រើនណាអញ្ចឹងបើបន្តទៀតបើអ៊ីរ៉ង់គាត់ថាបន្តឲ្យបាន6ខែអូបើបាន6ខែមែនអាមេរិកអស់លុយមិនតិចទេអញ្ចឹងអាមេរិកក៏ដឹងខ្លួនទន់ភ្ញាក់ខ្លួនព្រឺតចុយអញអស់ច្រើនហើយអ៊ីរ៉ង់នៅតែខ្លាំងដដែលលេងមីស៊ីលហោះចេញពីវាលខ្សាញ់បងប្អូនណាអត់ដឹងទេមិនដឹងថាមីស៊ីលអ៊ីរ៉ង់នៅណាខ្លះទេហោះចេញពីខ្សាច់ណាទៅចាប់បានហោះចេញពីក្រោមដីនោះអញ្ចឹងបារាំងគេគុនគូទៅ6ថ្ងៃដំបូងអស់ 11,000 លានអូច្រើនណាស់បងប្អូន 11,000 លានចង់ស្មើនឹង GDP សេដ្ឋកិច្ចខ្មែរយើងមួយឆ្នាំមកទៅហើយបងប្អូនគេវាយទៅ6ថ្ងៃអស់ប៉ុណ្ណឹងចុះឥឡូវវាថ្ងៃទី 12 13ហ្នឹង 12 13ហើយតើវាអស់ប្រហែលទៅអញ្ចឹងដូណាល់ត្រាំខ្ញុំនិយាយដែរដូណាល់ត្រាំរោគចដាចោះហើយព្រោះតែរឿងអត់បានការរឿងរបស់អ៊ីស្រាអែលសោះចោតគេថាមានអាវុធនុយក្លេអ៊ែរដល់ពេលឥឡូវនេះប្រហែលជាអត់មានមែនហ្នឹងអត់មានមែនដឹងថាអ៊ីរ៉ង់អត់មាននុយក្លេអ៊ែរដកខ្លួនចេញទៅហើយចំណាយលុយអស់ 20,000 លានលេងអញ្ចឹងទៅជាការកំសាន្តកម្ដៅសាច់ដុំអញ្ចឹងទៅក៏មិនតែជោគជ័យធំបំផុតគឺអ៊ីរ៉ង់ពេលនេះណារីកមុខណាខ្លាចជាមហាអំណាចមួយហើយមហាអំណាចពេញទីហើយបងប្អូនណាក៏ស្គាល់អាវុធរបស់អ៊ីរ៉ង់ដែរជាពិសេសដ្រូនទីទៀតដ្រូនរបស់អ៊ីរ៉ង់លក់ដាច់ហ្នឹងបងប្អូនចឹងខ្មែរយើងមានលទ្ធភាពទិញដ្រូនសារហិតរបស់អ៊ីរ៉ង់មួយតែ 2-3 ម៉ឺនបងប្អូន